អាជ្ញាធរខេត្តកណ្ដាលចុះពិនិត្យការបាក់ច្រាំងមាត់ស្ទឹងស្ថិតនៅចំណុចវត្តជ្រោយក្នុងឃុំលើកដែកស្រុកកោះធំខេត្តកណ្ដាលច្រាំងមាត់ស្ទឹងស្ថិតនៅក្នុងឃុំលើកដែករងការបាក់ស្រុតបណ្ដាលមកពីទឹកទន្លេមេគង្គនិងទឹកទន្លេបាសាក់ហូរចូលមកតាមព្រែកលើកដែកមកប្រសពត្រង់ចំណុចមុខវត្តជ្រោយស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកោះធំកាលពីរសៀលថ្ងៃទី21ខែតុលាឆ្នាំ2025នេះត្រូវបានឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលដឹកនាំមន្ទីរជំនាញមន្ត្រីបច្ចេកទេសអាជ្ញាធរដែនដីព្រះសង្ឃនិងប្រជាពលរដ្ឋចំណុះជើងវត្តចុះពិនិត្យជាក់ស្ដែងទីតាំងមាត់ស្ទឹងលើកដែកដែលរងការបាក់ច្រាំងនៅចំណុចវត្តជ្រោយភូមិអន្លង់ស្លាតឃុំលើកដែកស្រុកកោះធំខេត្តកណ្ដាលតាមរបាយការណ៍លោកអភិបាលស្រុកកោះធំបានឲ្យដឹងថាទីតាំងដែលបានបាក់ស្រុតនេះស្ថិតនៅវត្តជ្រោយជាប់មាត់ស្ទឹងលើកដែកនៅពេលដែលទឹកពីទន្លេមេគង្គនិងទន្លេបាសាក់ហូរចូលតាមព្រែកលើកដែកមកប្រសពត្រង់ចំណុចមុខវត្តជ្រោយនេះធ្វើឲ្យចរន្តទឹកគួចវិលបណ្ដាលឲ្យដីច្រាំងសឹករិចរិលស្របពេលដែលលូរំដោះទឹកភ្លៀងក្នុងវត្តបង្ហូរធ្លាក់ចំទីតាំងដែលបានបាក់ស្រុតដែលជាផ្នែកមួយធ្វើឲ្យមានការជ្រាបទឹកក្រោមដីបណ្ដាលឲ្យមានការបាក់ស្រុតតែម្ដងតាមរបាយការណ៍ដដែលបានបញ្ជាក់ថាហេតុការបាក់ស្រុតច្រាំងនេះបានបណ្ដាលឲ្យច្រាំងសឹងលើកដែកបាក់ស្រុតប្រវែង40ម៉ែត្រនិងបាក់ចូលជម្រៅប្រហែល20ម៉ែត្រព្រមទាំងបង្កការខូចខាតរោងលោកតាធ្វើពីបេតុងមួយខ្នងទំហំ4x4 របងគ្រឹះ12ម៉ែត្រសាបបេតុង20x20ម៉ែត្រកុដឈើប្រក់ក្បឿងទំហំ6x24 កញ្ចក់បេតុងប្រក់ក្បឿងទំហំ4x6ចណ្ដើរបេតុងចុះមាត់ស្ទឹងទំហំ2x6 ដើមរាំងភ្នំ2ដើមដើមឈើទាល5ដើមនិងដើមស្វាយ2ដើម